ប៉ុន្តែសំណួរបន្តចោទឡើងបើសឡុតសជាអ្នកនៅពីក្រោយការបាត់ខ្លួនរបស់ទូសមុទ្រមែនតើហេតុអ្វីបានជាសឡុតសត្រូវការសម្លាប់ទូសមុទ្រមតិខ្លះលើកឡើងថាសឡុតសកាលសម័យនោះមានបំណងចង់ផ្ដើមរំដោះចលនាកុម្មុយនីសខ្មែរចេញពីការគ្រប់គ្រងរបស់ពួកកុម្មុយនីសវៀតណាមម្ល៉េះហើយសឡុតសត្រូវសម្លាប់ទូសមុទ្រត្បិតទូសមុទ្រនៅតែបន្តមានយុទ្ធសាស្ត្រលំអៀងទៅខាងវៀតណាមដោយពួកខ្មែរវៀតមិញនៃក្រុមសឿងងុកមិញកែវមនីមេភូរ៉ាត់សាមឿនតទៅទៀតការអះអាងបែបនេះដូចជាមិនត្រូវទៀតព្រោះថាសឡុតសនឹងពួកកុម្មុយនីសខ្មែរចំនួនទី2ដែលសម្ដេចសៀនុហៅថាពួកមេខ្មែរក្រហមគៀកស្មាគ្នាធ្វើបដិវត្តជាមួយពួកកុម្មុយនីសវៀតណាមរហូតដល់ដើមទសវត្សរ៍1970ទើបបោះបង់វៀតណាមចោលទាំងស្រុងដើម្បីទៅពឹងពាក់ចិនមែនទេទៅបើសឡុតសជាអ្នកនៅពីក្រោយការបាត់ខ្លួនរបស់ទូសមុទ្រមែនមានតែមូលហេតុមួយគត់នោះគឺអំណាចហេតុអ្វីពីព្រោះការពិតជាក់ស្ដែងមួយប្រកែកមិនបានគឺក្រោយពីទូសមុទ្របានបាត់ខ្លួនទៅសឡុតសត្រូវបានតែងតាំងជាលេខាបកជំនួសទូសមុទ្រតែម្ដងដោយរំលងនួនជាដែលស្ថិតនៅជាលេខារងរបស់បកដដែលក្នុងរឿងនេះជាច្រើនឆ្នាំក្រោយមកគឺនៅខែតុលាឆ្នាំ1997សឡុតសឬប៉ុលពតអះអាងប្រាប់អ្នកសារព័ត៌មាន Nate Thayer នៃទស្សនាវដ្តី Far Eastern Economic Review ថាក្រោយមរណភាពរបស់ទូសមុទ្រខ្លួនត្រូវបង្ខំចិត្តឡើងធ្វើជាលេខាបកត្បិតកាលនោះពុំមានអ្នកណាចង់ទទួលតំណែងនេះឡើយប៉ុន្តែខុសពីការអះអាងរបស់សឡុតស David Chandler និង Ben Gagnon សុទ្ធតែសរសេរថាកាលនោះបេក្ខជន3នាក់បានប្រជែងគ្នាធ្វើជាលេខាបកនោះគឺនួនជាសឡុតសនិងសៅភឹមយ៉ាងណាក៏ដោយក្រោយពីទូសមុទ្របានបាត់ខ្លួនយ៉ាងអាត់កំបាំងរួចមកសឡុតសត្រូវបានតែងតាំងជាលេខាបកជំនួសទូសមុទ្រដោយគ្មានការបោះឆ្នោតទេនៅក្នុងឱកាសមហាសន្និបាតបកថ្ងៃ20-21 កុម្ភៈឆ្នាំ1963នួនជាលេខារងរបស់បកដដែលអៀងសារីក្លាយជាមេដឹកនាំលំដាប់ទី3រាយសមាជិកការិយាល័យនយោបាយមានទាំងអស់5នាក់គឺសឡុតសនួនជាអៀងសារីសៅភឹមនិងវ៉ាន់វេតមនុស្សទាំង5នាក់ចុងក្រោយនេះបូកនឹងសុនសែនព្រមទាំងតមុកគឺជាសមាជិកគណៈមជ្ឈិមបក្សយ៉ាងណាក៏ដោយសមាជិកថ្មីនៃថ្នាក់ដឹកនាំរបស់បកពលករកម្ពុជានៅខែកុម្ភៈឆ្នាំ1963នោះស្ដែងឲ្យឃើញនៅឥទ្ធិពលខ្លាំងឡើងជាលំដាប់នៃពួកអតីតនិស្សិតដែលបានទៅរៀននៅស្រុកបារាំងតាមរយៈវត្តមាននៅក្នុងជួរបកជាអាចរបស់សឡុតសអៀងសារីនិងសុនសែនឆ្នាំ1963គឺជារង្វាត់មួយទៀតនៅក្នុងប្រវត្តិនៃចលនាកុម្មុយនីសខ្មែរម្យ៉ាងពីព្រោះដូចបានលើកឡើងរួចហើយថាពួកអតីតនិស្សិតដែលបានទៅរៀននៅស្រុកបារាំងដូចជាសឡុតសអៀងសារីនិងសុនសែនក្រសោបយកមកកាន់កាប់បានសម្រេចបកពលករកម្ពុជាដែលជាអង្គការកុម្មុយនីសលួចលាក់ក្រោយពីទូសមុទ្របានបាត់ខ្លួននៅខែកក្កដាឆ្នាំ1962រួចមកម្យ៉ាងទៀតពីព្រោះនៅឆ្នាំ1963ដដែលនោះពួកកុម្មុយនីសខ្មែរក្លាយជាផ្ទាំងស៊ីបសំខាន់ជាងគេនៃរបបសង្គមរាស្ត្រនិយមហេតុអ្វីកាលនោះស្រាប់តែបាតុកម្មហិង្សាមួយចំនួនកើតឡើងនៅតាមបណ្ដាទីក្រុងធំៗផ្ដើមចេញជាបឋមពីសៀមរាបគឺជាបាតុកម្មរបស់សិស្សនិងនិស្សិតប្រឆាំងនឹងអាជ្ញាធរខេត្តខណ្ឌតែคล้ายជាការវាយប្រហារត្រង់ទៅលើសម្ដេចសៀនុរហូតដល់មានការដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គដែលជាបិតានៃឯករាជ្យជាតិទៀតផងសម្ដេចសៀនុទ្រង់ចោទប្រកាន់ថាពួកបញ្ញវន្តឆ្វេងនិយមជាអ្នកនៅពីក្រោយសកម្មភាពទាំងអស់នេះកាលនោះបញ្ជីឈ្មោះរបស់ពួកអិសរាជជនឆ្វេងនិយមចំនួន34នាក់ដែលតុបតែងឡើងដោយលន់នល់ថែមទាំងត្រូវបានផ្សព្វផ្សាយជាសាធារណៈទៀតផងហើយក្នុងនោះមានទាំងឈ្មោះរបស់មេដឹកនាំកម្ពុជា3នាក់របស់បកពលករលួចលាក់ទៅទៀតនោះគឺសឡុតសអៀងសារីនិងសុនសែនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះសឡុតសឬប៉ុលពតក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានយូហ្គោស្លាវីនៅឆ្នាំ1978ប៉ុន្មានខែមុនការដួលរលំនៃរបបខ្មែរក្រហមនិយាយបែបនេះថានៅឆ្នាំ1963ខ្ញុំមិនអាចបន្តនៅភ្នំពេញបានទៀតទេខ្ញុំត្រូវតែរត់ចូលព្រៃប៉ូលីសរបស់លន់នល់តាមដានសកម្មភាពរបស់ខ្ញុំដោយមិនដឹងច្បាស់ឡើយថាខ្ញុំជាអ្នកណា
គឺនៅក្នុងកលៈទេសៈបែបនេះហើយដែលនៅឆ្នាំ1963សាឡុតសនិងសមាជិក 80% នៃគណៈមជ្ឈិមបក្សសម្រេចចិត្តរត់ជួលព្រៃក្នុងស្រុកក្រួយឆ្មាខេត្តកំពង់ចាមនៅទីនោះពួកគេបង្កើតទីតាំងសម្ងាត់មួយដែលមានឈ្មោះថាការិយាល័យ100និងដែលស្ថិតនៅក្រោមកិច្ចការពាររបស់ពួកកុម្មុយនីសវៀតណាមហេតុអ្វីបានជាកាលសម័យនោះពួកបញ្ញវន្តឆ្វេងនិយមស្ថិតនៅក្រោមការឃ្លាំមើលនិងការធ្វើទុកបុកម្នេញពីសំណាក់ប៉ូលីសរបស់លន់នល់គេត្រូវដឹងថាពីឆ្នាំ1953ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងរហូតដល់ឆ្នាំ1970ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្ដេចសៀននុមានបញ្ញវន្តពីរប្រភេទសំខាន់ៗនៅស្រុកខ្មែរនៅម្ខាងមានពួកអ្នកឆ្វេងនិយមដែលរេទៅរកមនុស្សគុំវិជាកុម្មុយនីសនិងមាននៅម្ខាងទៀតពួកស្ដាំនិយមដែលបែរទៅរកប្រជាមលោកពួកបញ្ញវន្តទាំងពីរប្រភេទនេះដែលប្រជុំមុខដាក់គ្នាឥតស្រាកស្រានតាមរយៈទំព័រសារព័ត៌មាននិងនៅលើឆាកនយោបាយមានគោលដៅមួយខុសគ្នានិងគោលដៅមួយទៀតដូចគ្នាគោលដៅខុសគ្នានោះគឺពួកឆ្វេងនិយមចង់បំបេះសម្ដេចសៀននុចេញពីពួកស្ដាំនិយមរីឯពួកស្ដាំនិយមចង់អូសទាញសម្ដេចសៀននុចេញពីពួកឆ្វេងនិយមចំណែកគោលដៅដូចគ្នារបស់ពួកបញ្ញវន្តទាំងពីរខាងនេះគឺក្តីប្រាថ្នាចង់រំលំរបបរាជានិយមនិងដាក់ជំនួសវិញដោយរបបសាធារណរដ្ឋប្រជាមានិតបែបកុម្មុយនីសឬក៏សាធារណរដ្ឋបែបប្រជាមលោកនៅក្នុងន័យនេះសម្ដេចសៀននុក្នុងនាមជាបិតានៃឯករាជ្យជាតិត្រូវការរក្សានិងពង្រឹងឯកភាពជាតិទន្ទឹមនេះក្នុងនាមជាអ្នកនយោបាយមេដឹកនាំចលនាសង្គមរាស្ត្រនិយមដែលប្រជាជនអ្នកស្រុកស្រែចំការស្រឡាញ់សម្ដេចសៀននុទ្រង់មិនអាចទុកចិត្តពួកបញ្ញវន្តទាំងនេះបានទេនៅក្នុងបរិបទបែបនេះអារិភាពរវាងសម្ដេចសៀននុនិងពួកបញ្ញវន្តទាំងអស់នេះដែលព្រះអង្គចោទថាបំរើផលប្រយោជន៍បរទេសគឺជាការមួយមិនអាចជៀសវាងបានទេនៅក្នុងកាលៈទេសៈនៃសង្គ្រាមត្រជាក់និងនៅក្នុងសម័យមួយដែលពួកមហាអំណាចអាមេរិកសូវៀតនិងចិនផ្ដើមលូកដៃកកូឥណ្ឌូចិនពួកបញ្ញវន្តខ្មែរទាំងពីរប្រភេទឆ្វេងនិយមនិងស្ដាំនិយមបង្កើនការវាយប្រហារគ្នាទៅវិញទៅមកបង្កើនការវាយប្រហារមកខាងទៅលើចក្រពត្តិអាមេរិកនិងមកខាងទៀតទៅលើមនោគមវិជ្ជាកុម្មុយនីសព្រមទាំងជួនកាលវាយប្រហារទៅលើអង្គសម្ដេចសៀននុត្រង់តែម្ដងហើយហើយបានជានៅក្នុងស្ថានភាពដ៏លំបាកបែបនេះសម្ដេចសៀននុរេម្ដងទៅខាងឆ្វេងនិងរេម្ដងទៅខាងស្ដាំជាលទ្ធផលនគរបាលរបស់លន់នល់ធ្វើទុកបុកម្នេញម្ដងទៅលើពួកស្ដាំនិយមម្ដងទៅលើពួកឆ្វេងនិយមជាក់ស្ដែងសមសេរីអ្នកនយោបាយស្ដាំនិយមត្រូវរត់ចោលស្រុកនៅថ្ងៃទី1មករាឆ្នាំ1959ជាក់ស្ដែងដូចគ្នានៅថ្ងៃ13កក្កដាឆ្នាំ1960ខៀវសំផនអ្នកនយោបាយនិងជាបញ្ញវន្តឆ្វេងនិយមព្រមទាំងជាអ្នកដឹកនាំកាសែត L'Observateur ត្រូវបានគេសម្រាតខោអាវនៅកណ្ដាលថ្នល់ម្ល៉េះហើយដោយបានលើកឡើងខាងលើនៅឆ្នាំ1963សាឡុតសអៀងសេរីនិងសុនសេនដែលមានឈ្មោះនៅលើបញ្ជីរបស់លន់នល់ត្រូវបង្ខំចិត្តរត់ជួលព្រៃគឺពួកអស់នេះហើយរួមទាំងអ្នកដែលរត់ជួលព្រៃជាបន្តបន្ទាប់ក្រោយមកទៀតដូចជាខៀវសំផនហ៊ូយុននិងហ៊ូនឹមដែលសម្ដេចសៀននុហៅថាពួកខ្មែរក្រហមចាប់ពីឆ្នាំ1966ទៅយ៉ាងណាក៏ដោយចាប់ពីឆ្នាំ1963នោះទៅសាឡុតសនួនជាអៀងសេរីសុនសេននិងសមាជិក 80% នៃគណៈមជ្ឈិមបក្សคล้ายជាអ្នកបដិវត្តពេញលេញលែងជាប់រវល់នឹងអ្វីផ្សេងក្រៅពីពង្រឹងមូលដ្ឋាននយោបាយនិងបង្កើតយុទ្ធសាស្ត្រទ័ពព្រៃដើម្បីដឹកនាំបកកុម្មុយនីសរបស់ពួកគេទៅរកជោគជ័យក្នុងការដណ្ដើមយកអំណាចតាមបែបហិង្សាដោយឡែកចាប់ពីឆ្នាំ1963នោះទៅសាឡុតសបាត់ឈ្មោះត្បិតបានដូរអត្តសញ្ញាណបុគ្គលិកលក្ខណៈចរិតចរិយានិងសកម្មភាពរបស់បរិមម្នាក់នេះលាយឡំគ្នាយ៉ាងស្អិតល្មួតទៅនឹងចលនាកុម្មុយនីសខ្មែររហូតដល់មាននាមត្រឹមជាបងលេខាឬបងទី1ទេប៉ុណ្ណោះគេអាចនិយាយបានថាចាប់ពីឆ្នាំ1962 1963ទៅពួកកុម្មុយនីសខ្មែរបដូរយុទ្ធសាស្ត្រនៃការតស៊ូពួកគេប្រហែលជាសម្រេចចិត្តថាត្រូវតែផ្ដើមធ្វើដំណើរឆ្ពោះទៅរកការតស៊ូដោយប្រដាប់អាវុធនៅម្ខាងការសម្រេចចិត្តបែបនេះមានមូលហេតុមួយច្បាស់នោះគឺតាំងពីឆ្នាំ1955មក
បកប្រជាជនដែលជាសាខានយោបាយស្របច្បាប់របស់ពួកកុម្មុយនីសខ្មែរបានទទួលបរាជ័យរហូតនៅគ្រប់ការបោះឆ្នោតរកមិនបានអាសនៈសូម្បីតែមួយក៏គ្មានដែរនៅក្នុងរដ្ឋសភានៅម្ខាងទៀតការសម្រេចចិត្តផ្ដើមតស៊ូបែបហិង្សានេះជាផលវិបាកនៃការបង្ខិតបង្ខំរបស់បរិបទទូទៅម្យ៉ាងពីព្រោះនៅឆ្នាំ1962អ្នកនយោបាយសំខាន់នៃបកប្រជាជនដូចជាននស៊ូន កែវមាសនិងប៉ែនយុទ្ធជាដើមត្រូវបានអាជ្ញាធរចាប់ខ្លួនម្យ៉ាងទៀតពីព្រោះដូចបានលើកឡើងរួចហើយថានៅឆ្នាំ1963សាឡុតសអៀងសារីនិងសុនសែនដែលជាមេដឹកនាំកុម្មុយនីសនៃបកពលករកម្ពុជាលួចលាក់មានឈ្មោះនៅលើបញ្ជីរបស់លន់នល់ក្នុងចំណោមពួកបញ្ញវន្តឆ្វេងនិយមចំនួន34នាក់ដែលប៉ូលីសនៃរបបសង្គមរាស្ត្រនិយមរកមុខអញ្ចឹងហើយបានជានៅឆ្នាំ1962ពួកកុម្មុយនីសខ្មែរសម្រេចចិត្តរំលាយចោលបកប្រជាជនដែលត្រូវបាត់ឈ្មោះពីឆាកនយោបាយតាំងពីពេលនោះមកអញ្ចឹងហើយដែរបានជានៅឆ្នាំ1963សាឡុតសនិង 80% នៃសមាជិកគណៈមជ្ឈិមរបស់បកពលករលួចលាក់ដាច់ចិត្តរត់ចូលព្រៃទៅនៅម្ដុំស្រុកគ្រូឆ្មាខេត្តកំពង់ចាមក្នុងទីកន្លែងសម្ងាត់មួយដែលមានឈ្មោះថាការិយាល័យ100និយាយរួមចាប់ពីឆ្នាំ1963ទៅពួកកុម្មុយនីសខ្មែរคล้ายជាពួកឧទាមប៉ុន្តែយ៉ាងណាក៏ដោយមាននៅសល់ក្នុងឆាកនយោបាយខ្មែរពួកកុម្មុយនីសមួយចំនួនដែលជាផ្លូវការតាំងខ្លួនត្រឹមជាអ្នកឆ្វេងនិយមក្នុងនោះរួមមានជាអាចបញ្ញវន្ត3នាក់នោះគឺខៀវសំផនហ៊ូយុននិងហ៊ូនឹមបញ្ញវន្តដ៏ល្បីល្បាញទាំង3នាក់នេះជ្រកក្រោមស្លាបខាងឆ្វេងនៃចលនាសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុហ៊ូយុននិងហ៊ូនឹមជាប់ឆ្នោតជាតំណាងរាស្ត្រក្រោមផ្លាកនៃចលនាសង្គមរាស្ត្រនិយមនៅឆ្នាំ1958បន្តជាប់ឆ្នោតនៅឆ្នាំ1962រាខៀវសំផនវិញក៏ក្លាយជាតំណាងរាស្ត្រក្រោមផ្លាកសង្គមរាស្ត្រនិយមដែរក្រោយការបោះឆ្នោតឆ្នាំ1962នៅម្ខាងហ៊ូយុនហ៊ូនឹមខៀវសំផនសុទ្ធតែត្រូវបានសម្ដេចសៀនុទាក់ទាញឲ្យចូលមកក្នុងជួរចលនាសង្គមរាស្ត្រនិយមដើម្បីជួយខ្ទប់កុំឲ្យពួកស្ដាំនិយមនានាការអាមេរិកមានឥទ្ធិពលខ្លាំងក្លាពេកក្នុងន័យដូចនេះយ៉ាងដែរបញ្ញវន្តកម្រិតថ្នាក់បណ្ឌិតទាំង3នាក់នេះថែមទាំងទទួលបានមុខតំណែងសំខាន់នៅក្នុងរដ្ឋាភិបាលរបស់សម្ដេចសៀនុទៀតផងរៀននៅម្ខាងទៀតហ៊ូយុនហ៊ូនឹមខៀវសំផនសុទ្ធតែត្រូវបានថ្នាក់ដឹកនាំនៃចលនាកុម្មុយនីសលួចលាក់បញ្ជាឲ្យបង្កប់ខ្លួនក្នុងចលនាសង្គមរាស្ត្រនិយមនិងក្នុងជួររដ្ឋាភិបាលម្ល៉េះហើយដូចបានលើកឡើងរួចហើយថាចាប់ពីឆ្នាំ1963ទៅសាឡុតសអៀងសារីសុនសែនលាក់និងលាក់ដែលសិតជាមេកុម្មុយនីសដឹកនាំបកពលករកម្ពុជាលួចលាក់ផ្ដើមធ្វើបដិវត្តនៅក្នុងព្រៃពួកគេคล้ายជាពួកឧទាមមិនសូវដឹងអ្វីសោះឡើយពីស្ថានភាពផ្ទៃក្នុងប្រទេសនិងពីស្ថានភាពពិភពលោកអ្វីដែលពួកគេទទួលបានសុទ្ធសឹងជាព័ត៌មានឃោសនាដោយវិទ្យុចិនកុម្មុយនីសឬវិទ្យុវៀតណាមកុម្មុយនីសផ្សាយតាមរលកធាតុអាកាសខ្លីនិងសុទ្ធសឹងជាដំណឹងបន្តិចបន្តួចមិនគ្រប់ជ្រុងជ្រោយបានមកពីពួកនិរសាប៉ុន្មានឆ្នាំដំបូងស្ថិតក្នុងភាពឯកានៅក្នុងព្រៃក្រោមកិច្ចការពីរបស់ពួកកុម្មុយនីសវៀតណាមនិងក្រោមការដេញប្រមាញ់ពីសំណាក់ប៉ូលីសនៃរបបសង្គមរាស្ត្រនិយមសាឡុតសនិងមេដឹកនាំកុម្មុយនីសក្រាក់ដទៃគ្មានធ្វើអ្វីក្រៅពីជជែកគ្នាជួនកាលមួយយប់ទួលភ្លឺនៅពេលនោះពួកគេដែលភិតភ័យខ្លាំងប្រហែលជាផ្ដើមពង្រឹងយុទ្ធសាស្ត្រលាក់ការសម្ងាត់បង្កើនវប្បធម៌ប្រុងប្រយ័ត្នមិនទុកចិត្តគ្នានិងជាពិសេសពួកគេប្រហែលជាផ្ដើមកំណត់ទិសដៅនយោបាយដែលនឹងត្រូវអនុវត្តភាពឯកាខ្លាំងនិងយូរលង់ពេកដែលកាត់ផ្ដាច់ពួកមេកុម្មុយនីសខ្មែរទាំងអស់នេះពីស្ថានភាពជាក់ស្ដែងនៅខាងក្នុងប្រទេសនិងនៅលើពិភពលោកអាចជាមូលហេតុសំខាន់មួយនៃទិសដៅនយោបាយខ្វះភាពប្រាកដនិយមនិងសាហាវរកលេខដាក់គ្មានរបស់អង្គការខ្មែរក្រហមជាងមួយទសវត្សរ៍ក្រោយមកគឺនៅឆ្នាំ1975-1979ហេតុអ្វីមែនទែនទៅរស់នៅក្នុងព្រៃតែឯងក្នុងភាពវេទនាពួកអនាគតមេដឹកនាំរបបខ្មែរក្រហមអស់ទាំងនេះផ្ដើមរៀបចំសេណារីយ៉ូសម្រាប់អនាគតនៃប្រទេស
ទៅតាមការស្រមៃសុទ្ធសាធរបស់ពួកគេគ្មានឡើយការអនុវត្តជាក់ស្ដែងគ្មានឡើយវប្បធម៌សម្បទានឬវប្បធម៌ប្រជែងគំនិតគ្នាម្ល៉េះហើយគ្មានឡើយព្រំដែននៃការកំណត់ទិសដៅនយោបាយស្រមៃនិយមរបស់ពួកសឡុតសអៀងសេរីស៊ុនសែនលាក់នឹងលាក់ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺការបដិញ្ញាខ្ពស់របស់ពួកអតីតនិស្សិតដែលបានទៅរៀននៅស្រុកបារាំងទាំងអស់នេះគួរយល់ថាកាលសម័យនោះកម្ពុជាទទួលបានឯករាជ្យបបួលពីបារាំងស្រុកខ្មែរគឺជាកោះសន្តិភាពបើប្រៀបទៅនឹងវៀតណាមជិតខាងសម្ដេចសៀនុមានកិត្តិយសភាពនិងប្រជាប្រិយភាពខ្លាំងកាលជំនាន់នោះនៅស្រុកខ្មែរប្រជាជនក្រីក្រនៅតាមស្រុកស្រែចម្ការមិនងាយដើរតាមពួកកុម្មុយនីសដូចនៅវៀតណាមឬដូចនៅចិនទេតែស្រឡាញ់សម្ដេចសៀនុសឹងថាងប់ងល់មែនទែនទន្ទឹមនេះនៅស្រុកខ្មែរចំនួននោះមិនទាន់មានទេកម្មករដែលជាទូទៅជាសសរទ្រូងនៃចលនាកុម្មុយនីសប្រហើយមុននឹងរត់ចូលព្រៃពួកសឡុតសអៀងសេរីស៊ុនសែនលាក់ខិតខំដើរតាក់ទាញបញ្ញវន្តសាស្ត្រាចារ្យសិស្សនិស្សិតនិងព្រះសង្ឃឲ្យរើសយកមាគ៌ាកុម្មុយនីសត្បិតពួកគេយល់ថាស្រុកខ្មែរក្រោមការដឹកនាំរបស់សម្ដេចសៀនុខ្វះយុត្តិធម៌សង្គមពុករលួយសម្បូរអ្នកក្រីក្រដែលរស់ក្រោមការគៀបសង្កត់របស់ឈ្មួញបរទេសការពិតមានដែរមេកុម្មុយនីសខ្លះដែលបានសម្រេចចិត្តឈប់ធ្វើបដិវត្តតទៅទៀតរួមមានជាអាចសៀវហេងដែលយល់ឃើញថាត្រូវចុះចូលជាមួយសម្ដេចសៀនុដើម្បីកសាងអនាគតនៃប្រទេសទោះជាមិនបានទទួលលទ្ធផលល្អក្តីក៏ពួកកុម្មុយនីសខ្មែរដឹកនាំដោយក្រុមអតីតនិស្សិតស្រុកបារាំងមានការបដិញ្ញាខ្ពស់រហូតដល់សុខចិត្តរត់ចូលព្រៃការបដិញ្ញាខ្ពស់បែបនេះអាចចេញមកពីភាពជឿជាក់របស់ពួកគេភាពជឿជាក់ក្នុងការក្លាយជាអ្នកដឹកនាំប្រទេសនៅថ្ងៃណាមួយជាមិនខានពីព្រោះពួកគេនៅមានវ័យក្មេងនៅឡើយក្មេងមែនទែនគឺអាយុក្រោម30ឆ្នាំឬលើស30ឆ្នាំបន្តិចបន្តួចកាលចំនួននោះការបដិញ្ញាខ្ពស់បែបនេះអាចចេញពីមហិច្ឆតារបស់ពួកគេមហិច្ឆតាក្នុងការរំលំរបបរាជានិយមឲ្យទាល់តែបានការបដិញ្ញាខ្ពស់បែបនេះក៏អាចចេញពីការឆ្វេងយល់របស់ពួកគេដែរឆ្វេងយល់ឃើញថាឱកាសនឹងគង់តែមានតទៅថ្ងៃអនាគតប៉ុន្មានឆ្នាំក្រោយមកឱកាសកើតឡើងមែននោះគឺព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចសៀនុនៅថ្ងៃ18មីនាឆ្នាំ1970យ៉ាងណាក៏ដោយនៅទីបំផុតការសម្រេចចិត្តរត់ចូលព្រៃនៅឆ្នាំ1963នេះតែម្ដងដែលធ្វើឲ្យសឡុតសនិងពួកអនាគតមេដឹកនាំខ្មែរក្រហមដទៃផ្សេងស្ថិតនៅក្រោមឥទ្ធិពលនៃបកកុម្មុយនីសបរទេសខ្លាំងឡើងឥទ្ធិពលនៃបកកុម្មុយនីសវៀតណាមដើមដំបូងនិងក្រោយមកទៀតឥទ្ធិពលនៃបកកុម្មុយនីសចិននេះគឺជាប្រធានបទដែលខ្ញុំនឹងលើកយកមកបកស្រាយនៅសប្តាហ៍ក្រោយរស់នៅក្នុងព្រៃនៅទីកន្លែងសម្ងាត់មួយដែលមានឈ្មោះថាការិយាល័យ100នៅម្ដុំស្រុកគ្រូឆ្មាខេត្តកំពង់ចាមសឡុតសអៀងសេរីស៊ុនសែននិងពួកកុម្មុយនីសដទៃផ្សេងមួយក្តាប់តូចដូចជាកែវមាសនិងសៅភឹមជាដើមមិនបានធ្វើអ្វីជាដុំកំភួនទេជាពិសេសក្នុងអំឡុងពេល2ឆ្នាំដំបូងពីឆ្នាំ1963ដល់ឆ្នាំ1965ម្យ៉ាងពីព្រោះសឡុតសខ្លួនឯងនិងអ្នកដទៃផ្សេងកើតជំងឺគ្រុនចាញ់ម្យ៉ាងទៀតពីព្រោះពួកគេត្រូវលាក់ខ្លួននិងលាក់ការត្បិតត្រូវប៉ូលីសនៃរបបសង្គមរាស្ត្រនិយមដេញប្រមាញ់ប្រភពខ្លះថាការិយាល័យ100កាលសម័យនោះស្ថិតនៅលើទឹកដីខ្មែរនៅចុងខាងកើតនៃខេត្តកំពង់ចាមរីឯប្រភពខ្លះទៀតថាវាមានទីតាំងនៅលើទឹកដីវៀតណាមតែម្ដងតាមមើលទៅមន្ទីរសម្ងាត់មួយនេះទំនងជាស្ថិតនៅលើទឹកដីវៀតណាមជាងនៅលើទឹកដីខ្មែរពីព្រោះដូចបានលើកឡើងរួចហើយថានៅពេញមួយទសវត្សរ៍1960ចលនាកុម្មុយនីសខ្មែរដែលដឹកនាំដោយពួកសឡុតសនួនជាអៀងសេរីនិងស៊ុនសែននៅបន្តស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកកុម្មុយនីសវៀតណាមមិនតែប៉ុណ្ណោះនៅការិយាល័យ100ពួកឧទាមកុម្មុយនីសខ្មែរមួយក្រុមនេះស្ថិតនៅក្រោមកិច្ចការពារទាំងយប់ទាំងថ្ងៃរបស់ពួកកុម្មុយនីសវៀតណាមដែលគេហៅថាពួកវៀតកុងដើម្បីគេចផុតពីការដេញប្រមាញ់ពីសំណាក់ប៉ូលីសនៃរបបសង្គមរាស្ត្រនិយមយ៉ាងណាក៏ដោយនៅឆ្នាំ1965សឡុតសនិងសមាមិត្តមួយចំនួនដូចជាកែវមាសជាដើមតែគ្មានអៀងសេរីនិងស៊ុនសែនទេស្រាប់តែមានឱកាសចាកចេញពីការិយាល័យ100ដើម្បីធ្វើដំណើរទៅកាន់វៀតណាមខាងជើងសឡុតសប្រហែលជាត្រូវពួកមេកុម្មុយនីសវៀតណាមកោះហៅទៅប្រជុំ
នៅម្ខាងអគ្គលេខាធិការនៃបកកុម្មុយនីសវៀតណាមចំនួននោះគឺលេដួនប្រហែលជាចង់ជួបមុខនិងចង់ស្គាល់ឲ្យបានច្បាស់ជាងនេះសាឡុតសដែលជាលេខាថ្មីនៃបកកុម្មុយនីសខ្មែរក្រោយការបាត់ខ្លួនរបស់ទូសមុទ្រនៅខែកក្កដាឆ្នាំ1962នៅម្ខាងទៀតពួកមេកុម្មុយនីសវៀតណាមប្រហែលជាត្រូវការកំណត់ទិសដៅថ្មីដើម្បីឲ្យពួកកុម្មុយនីសខ្មែរអនុវត្តស្របពេលដែលស្ថានភាពទូទៅនៅឥណ្ឌូចិននិងស្ថានភាពផ្ទៃក្នុងដាច់ដោយឡែកនៃប្រទេសកម្ពុជាបានប្រែប្រួលគូបញ្ជាក់ថាកាលនោះនៅដើមទសវត្សរ៍1960អាមេរិកបាននឹងកំពុងបន្តលូកដៃកាន់តែជ្រៅទៅក្នុងសង្គ្រាមវៀតណាមដោយបានផ្ដើមបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់វៀតណាមខាងត្បូងជាទីដែលពួកកុម្មុយនីសវៀតកុងចូលមកលាក់ខ្លួនធ្វើសង្គ្រាមព្រៃក្នុងគោលដៅបង្រួបបង្រួមវៀតណាមទាំងពីរឲ្យទៅជាប្រទេសទីមួយវិញដោយឡែកនៅកម្ពុជានេះវិញសម្ដេចសៀននោះផ្ដើមមានទំនាស់ខ្លាំងជាមួយអាមេរិកដែលមិនព្រមទទួលស្គាល់នយោបាយអព្យាក្រឹតនិយមរបស់កម្ពុជានៅចន្លោះលោកសេរីនិងពិភពកុម្មុយនីសជាស្ដែងនៅខែវិច្ឆិកាឆ្នាំ1963សម្ដេចសៀនុសម្រេចចិត្តឈប់ទទួលជំនួយយោធាពីអាមេរិកជាស្ដែងដូចគ្នានៅខែមីនាឆ្នាំ1964បាតុកម្មដែលប្រហែលជាមានការចូលដៃពីសំណាក់អាជ្ញាធរនៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញប្រមូលផ្ដុំនិស្សិតនិងទាហានក្នុងឯកសណ្ឋានស៊ីវិលរាប់ពាន់នាក់គឺជាបាតុកម្មប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកទៅលើភូមិខ្មែរមួយនៅជាប់នឹងព្រំដែនវៀតណាមមួយឆ្នាំក្រោយមកគឺនៅឆ្នាំ1965របបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុថែមទាំងបានផ្ដាច់ទំនាក់ទំនងទូតជាមួយអាមេរិកទៀតផង